nhằm đại siêng họ ngay bên đây đang thay đại siêng chuỗi cái khăn mà can dương họ ngay ní bởi nhôm dậy piประเภทprotein ដែលចេញពីសរសៃសៀងនេះគឺជាប្រភេទ protein លំដាប់ថ្នាក់លេខខ្ពស់ហើយមិនមែនតែទៅណាហ្នឹងហើយយើងរាប់វាថាលេខខ្ពស់ជាងគេហើយសរសៃសៀងអ្នកទាំងអស់គ្នាអត់មាន cholesterol នៅក្នុងហ្នឹងទេជាប្រភេទ protein ដែលគ្មាន cholesterol នៅពេលដែលយើងញ៉ាំ protein ដែលចេញពីសាច់សត្វអ្នកទាំងអស់គ្នាទទួលបាន cholesterol និងទទួលបានជាតិអាស៊ីតមួយចំនួនចេញពីសាច់សត្វដែលយើងញ៉ាំមកពីព្រោះនៅពេលដែលយើងញ៉ាំសាច់សត្វយើងចង់បាន protein ដើម្បីរាងកាយរបស់យើងប៉ុន្តែមិនមែនបានតែ protein ទេបានទាំងគេហៅថា cholesterol បានទាំងជាតិអាស៊ីតនៅក្នុងនឹងទៀតហើយសម្រាប់ស្បែកសៀងវាមិនមែនមានត្រឹមតែ protein ទេស្បែកសៀងមានទាំងពីវីតាមីនជាច្រើននៅក្នុងនឹងមានវីតាមីន K មានកាល់ស្យូមមានជាតិដែកមានម៉ាញ៉េស្យូមជារួមទៅមានច្រើនសម្រាប់ស្បែកសៀងហើយសម្រាប់ស្បែកសៀងក៏ជួយទៅដល់គេហៅថាការលូតលាស់របស់សាច់ដុំរបស់យើងដែរពីព្រោះអីវាមាន protein នៅក្នុងហ្នឹងអញ្ចឹងសម្រាប់ខ្ញុំខ្លីៗពាក់ព័ន្ធជាមួយនឹងស្បែកសៀងគឺមានតែប៉ុណ្្នេះទេហើយអ្នកទាំងអស់គ្នាគិតថាវីដេអូមួយនេះល្អហើយអាចចែករំលែកទៅកាន់គ្នាយើងបានអាចចែករំលែកទៅអូខេហ្នឹងហើយជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដែរដែលកំពុងតែញ៉ាំសណ្តែកសៀងហើយអត់ដែលដឹងពីវាអូខេពីខ្ញុំមានតែប៉ុណ្្នេះទេហើយជាចុងក្រោយបើអ្នកទាំងអស់គ្នាកំពុងតែចង់ស្រកគីឡូឬក៏ចង់ឡើងគីឡូយ៉ាខ្ញុំមានអាហារសុខភាពសម្រាប់អ្នកទាំងអស់គ្នាប៉ុន្តែបើអ្នកទាំងអស់គ្នាចង់រៀបចំរបស់អាហារខ្លួនឯងក៏រៀបចំអត់អីទេមានបន្លែមានត្រីមានសាច់គេញ៉ាំបានគ្រប់គ្រាន់បន្ថែមមួយការធ្វើលំហាត់ប្រាណញ៉ាំទឹកឲ្យបានត្រឹមត្រូវអ្នកទាំងអស់គ្នាអាចស្រកគីឡូបានដែរប៉ុន្តែបើសិនជាយើងពិបាកនៅក្នុងការរៀបចំរបស់អាហារដោយខ្លួនឯងខ្ញុំមានជាអាហារសុខភាពសម្រាប់អ្នកទាំងអស់គ្នាហើយអាហារសុខភាពរបស់ខ្ញុំគឺជាប្រភេទអាហារសុខភាពដែលចេញពីសណ្តែកសៀងនឹងតែម្ដងដែលយើងអាចញ៉ាំជំនួសអាហារពេលព្រឹកជំនួសអាហារពេលល្ងាចរបស់យើងបានមិនមែនមានតែត្រឹមតែ protein នេះអ្នកទាំងអស់គ្នាវីតាមីនជាតិដែរគឺមានគ្រប់គ្រាន់ដែលអាចញ៉ាំជំនួសអាហាររបស់យើងបានអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នេះទេហើយបើអ្នកទាំងអស់គ្នាមានអីឆ្ងល់ឬក៏ចង់ដឹងពាក់ព័ន្ធជាមួយនឹងការស្រកគីឡូបន្ថែមអ្នកទាំងអស់គ្នាអាចឆាតមកខ្ញុំផ្ទាល់តាមរយៈ Facebook របស់ខ្ញុំឬក៏ Telegram របស់ខ្ញុំ free នៅក្នុងការប្រឹក្សាយោបល់សម្រាប់អ្នកទាំងអស់គ្នាអរគុណ